លោកដុកទ័រចាប់អារម្មណ៍លើបង្គោលបណ្ដាសានោះដែរឬអត់មានប្រវត្តិអ្វីខ្លះនៅពីក្រោយវាហើយមិនបានជាវាលាក់អត់កំបាំងរហូតមកព្រោះតែអញ្ចឹងហើយទើបខ្ញុំមិនចាប់អារម្មណ៍ពីវានាងច្បាស់អត់ថាជាបង្គោលបណ្ដាសាលោកគួរតែសាក់នៅទីនេះសិនជាជាងចាញ់ទៅក្រៅហើយបង្ហាញពីទ្រឹស្ដីរបស់លោកត្រឹមត្រូវឯណាលោកសានីអូតមែនដែលនិពន្ធសិភៅនេះពួកគេនិយាយថាមូឡាកើតមកដោយការប្រើមន្តអាគមតែពេលនេះគាត់បានសាបព្រោះវាទៅគ្រប់ទីកន្លែងជាមួយនឹងអាគមបិសាចយើងមិនស្វាគមន៍ពួកឯងនៅទីនេះទេអញ្ចឹងបើសិនជាអាចកុំចូលទៅក្បែរគាត់អីអ្នកដែលពលីជីវិតលើបង្គោលបណ្ដាសានឹងត្រូវចងភ្ជាប់ទៅម្ចាស់និងកូនចៅគ្រប់ចំណងនេះគ្មានថ្ងៃស្រាយរួចឡើយកន្លងមកនេះខ្ញុំគោរពលោកដុកទ័រណាស់លោកបែរជាលួចចាក់ខ្ញុំពីក្រោយខ្នងខ្ញុំចាក់លោកពីក្រោយខ្នងសួរនៅនេះប៊ីទៅថាមានរឿងអីកើតឡើងលើក្រុមហ៊ុនរបស់ពួកយើងពួកគេកើតអីវាជាកន្លែងជើងកប់ជើងទៅវិញទៅ